ដើម្បីតាំងរូបថតពីទូរស័ព្ទទៅកាន់ទទួលបានយើងត្រូវ down ជាមួយនឹងកម្មវិធី Smart Sim ចុចនៅលើ Smart Sim នឹងហើយត្រូវ add device តែឥឡូវនេះគឺ add ហើយយើងសម្រាប់ប្រភេទ mini LED នេះគឺយើងអាចតាំងរូបថតលក្ខណៈគ្រួសារឬក៏របៀបរូបថតគំនូរសិល្បៈច្រើនទៀតអញ្ចឹងណាជាងសង្កត់លើនឹងមួយមកនេះបន្ទាប់មកកន្លែងនេះវាមានពាក្យដាក់ add ចុចលើវាមួយចឹងនេះគំនូរខ្លះគឺយើងត្រូវការទិញគំនូរខ្លះគឺ free តែម្ដងនៅក្នុងនឹងណាឧទាហរណ៍ថាឥឡូវយើងចង់ដាក់រូបថតខ្លួនឯងអូខេយើងចុចសញ្ញាបូកលេខនេះចុចលើនឹងមួយមកបន្ទាប់មកបងទៅឧទាហរណ៍ខ្ញុំចង់តាំងបន្ទប់ Smart TV នេះខ្ញុំចុចចូលទៅបន្ទាប់មកអូខេចុច apply ខ្ញុំចាំតិចនេះចាប់ដើមចូលហើយចូលនៅក្នុងទូរទស្សន៍ហ្នឹងអូខេឥឡូវគឺចាប់ដើមចូលហើយក៏យើងអាចដូរជាមួយនឹងពណ៌ដែរដូចថាឥឡូវបងត្រូវការពណ៌ប្រភេទមិន background ក្នុងខាងវិញអញ្ចឹងយើងអាចសេលេបបានដូចគ្នាហើយបើសិនជាបងត្រូវការតាំងជាមួយនឹងគំនូរសិល្បៈរាប់លានរូបតែម្ដងគូស្អាតខ្លាំងហ្នឹងនេះសិតតែគំនូរថ្លៃណាដែល Samsung Add បញ្ចូលនៅក្នុងកម្មវិធីហ្នឹងឧទាហរណ៍បងចង់តាំងអីអញ្ចឹងណាតែគំនូរខ្លះបច្ចៈគឺយើង free គំនូរខ្លះគឺយើងត្រូវការបង់លុយគេដែរយើងត្រូវការតាំងអញ្ចឹងណាខ្ញុំត្រូវការតាំងរូបនេះអញ្ចឹងចាំបន្តិចវានឹងចូលដែរហើយទទួលនេះគឺក៏អាចកំណត់ដូចគ្នាដែរចង់កំណត់30ឬក៏60នាទីឲ្យបិទឲ្យលុតអីអញ្ចឹងណាឬក៏អត់ចង់ឲ្យទទួលនេះវាខ្មៅយើងចង់តាំងរូបចោលអីអញ្ចឹងទៅមើលទៅក្នុងផ្ទះទៅក៏វាស្អាតតាមដែរគឺយើងអាចធ្វើវិធីនឹងបានគេឡើយវាបញ្ចូលទៅអីឥឡូវយើងថយក្រោយសិនមកនេះរបៀបតាំងរូបហើយបើសិនជាចង់កំណត់ចូលកន្លែង setting នេះចង់កំណត់ជាមួយនឹងការបិទនេះអានេះមានថាវាបើករហូតអញ្ចឹងយើងអាចកំណត់120នាទី60នាទីវាបិទណាឧទាហរណ៍យើងកំណត់30នាទីអញ្ចឹងបន្ទូនឹង30នាទីក្រោយវានឹងអត់ខ្លួនឯងយើងកុំឲ្យអស់ភ្លើងថាយើងត្រូវចេញក្រៅផ្ទះអីអញ្ចឹងណា